នៅថ្ងៃទី10ខែមេសាឆ្នាំ2025ថ្មីកន្លងទៅនេះមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយបានកើតឡើងនៅក្នុងរដ្ឋ New Jersey នៅក្នុងទន្លេ Hudson ក្នុងហេតុការណ៍ខាងលើនេះមានមនុស្ស5នាក់ជាអ្នកដំណើរនិងម្នាក់ទៀតគឺជា pilot ក៏ត្រូវបានស្លាប់នៅក្នុងហេតុការណ៍នេះដែរឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះជាប្រភេទ Bell 206 Alpha ដែលមានលេខសម្គាល់ N 216 HM ជារបស់ក្រុមហ៊ុន Louisiana Meridian Helicopter ហើយត្រូវបានជួលទៅឲ្យក្រុមហ៊ុនអាកាសចរក្នុងស្រុកដែលមានឈ្មោះថា New York Helicopter Charter Inc. យោងតាមកំណត់ត្រា Federal Aviation Administration ដែលហៅកាត់ថា FAA ឧទ្ធម្ភាគចក្រខាងលើនេះវាត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ2004និងត្រូវបានចុះវិញ្ញាបនបត្រសម្រាប់ការហោះហើរដែលមានសុពលភាពចាប់ពីឆ្នាំ2016រហូតដល់ឆ្នាំ2029យោងតាមស្ថានីយធាតុអាកាសនៅថ្ងៃកើតហេតុបានឲ្យដឹងថាមានខ្យល់បក់ពី14ទៅ19គីឡូម៉ែត្រក្នុង1ម៉ោងមកពីភាគខាងត្បូងនិងភាគអាគ្នេយ៍ជាមួយនឹងខ្យល់បោកបក់ម្ដងម្កាលរហូតដល់34គីឡូម៉ែត្រក្នុង1ម៉ោងផ្ទៃមេឃនៅថ្ងៃនោះមានពពកច្រើនលាយឡំជាមួយនឹងទឹកភ្លៀងធ្លាក់នៅពេលរសៀលនិងល្ងាចនៅម៉ោង 2:59 នាទីរសៀលម៉ោងក្នុងស្រុកឧទ្ធម្ភាគចក្រនេះបានហោះចេញពីទីតាំងចត Manhattan Heliport និងជាជើងហោះហើរទី8របស់ខ្លួននៅក្នុងថ្ងៃនោះវាបានហោះទៅកាន់រូបសំណាកតំណាងឲ្យសេរីភាព Statue of Liberty និងបន្តហោះតាមបណ្ដោយទន្លេ Hudson ក្នុងតំបន់ Manhattan នៅម៉ោង 3:08 នាទីឧទ្ធម្ភាគចក្រនេះបានហោះកាត់ស្ពាន George Washington និងបានបត់ត្រឡប់ក្រោយវិញតាមបណ្ដោយទន្លេនេះដដែលដែលស្ថិតនៅក្នុងរដ្ឋ New Jersey វិញម្ដងនៅមុនពេលធ្លាក់ឧទ្ធម្ភាគចក្រ pilot បាននិយាយនៅក្នុងវិទ្យុទំនាក់ទំនងថាគាត់កំពុងបត់ត្រឡប់ឧទ្ធម្ភាគចក្រមកក្រោយវិញដើម្បីបំពេញនៅសាំងបន្ថែមបន្ទាប់ពីបញ្ចប់ការទំនាក់ទំនងតាមវិទ្យុហើយនៅម៉ោង 3:17 នាទីឧទ្ធម្ភាគចក្របានជួបនឹងគ្រោះថ្នាក់ខាងលើនេះហើយបានធ្លាក់ចុះមកក្រោមបុកប៉ះជាមួយនឹងផ្ទៃទឹកទន្លេ Hudson ដោយពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះនៅឡើយសាក្សីមួយចំនួនដែលបានឃើញរួមទាំងវីដេអូមួយចំនួនដែលគេបានបង្ហោះនៅតាមបណ្ដាញសង្គមបានឲ្យដឹងថាគេបានឮសំឡេងចម្លែកចេញពីឧទ្ធម្ភាគចក្រដែលកំពុងតែហោះនោះហើយបន្ទាប់មកទៀតគេឃើញឧទ្ធម្ភាគចក្រនោះដែលជាបំណែកហើយធ្លាក់ពីលើអាកាសចុះមកក្រោមចូលទៅក្នុងទឹកទន្លេតែម្ដងភ្លាមក្រោយហេតុការណ៍នេះបានកើតឡើងក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់នោះបានមកដល់កន្លែងកើតហេតុនិងបានស្រង់យកមនុស្សចំនួន6នាក់សេចក្តីរាយការណ៍បន្ទាប់មកទៀតបានរាយការណ៍ថាមានមនុស្ស4នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុខណៈពេលដែល2នាក់ផ្សេងទៀតបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យប្រភពពីសមត្ថកិច្ចបានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ABC News អំពីអត្តសញ្ញាណអ្នកដែលបានបាត់បង់ជីវិតនោះត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃក្រុមហ៊ុន Siemens ដែលមានទីស្នាក់ការនៅក្នុងប្រទេសអាល្លឺម៉ង់លោកមានឈ្មោះថា Agustin Escobar រួមជាមួយនឹងភរិយារបស់លោកមានឈ្មោះថា Merce Camprubí-Monchal និងកូន3នាក់របស់ពួកគេដែលមានអាយុ4ឆ្នាំ8ឆ្នាំនិង10ឆ្នាំរួមជាមួយនឹង pilot ម្នាក់ទៀតដែលជាអតីតទាហានវ័យ36ឆ្នាំមានឈ្មោះថា Sinkes Johnsonបន្ទាប់ពីបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្សក្រុមស៊ើបអង្កេត NTSB ជាមួយនឹង FAA និងក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនវិស័យអាកាសចរ Bell Textron Rolls-Royce បានបើកការស៊ើបអង្កេតជុំវិញហេតុការណ៍ខាងលើនេះក្រុមអ្នករុករកបំណែកឧទ្ធម្ភាគចក្របានស្រង់បាននៅទួលខ្លួនខាងមុខស្លាបវិលផ្នែកខាងលើនិងកន្ទុយក្រោយរបស់ឧទ្ធម្ភាគចក្រនិងបំណែកផ្សេងមួយចំនួនទៀតដោយប្រើប្រាស់នៅប្រព័ន្ធសូណាដើម្បីស្កេនរកបំណែកដែលលិចជ្រៅទៅក្នុងទឹកទន្លេរបាយការណ៍ស៊ើបអង្កេតមួយចំនួនទៀតបានបង្ហាញថាឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះគឺมันមានបំពាក់នៅឧបករណ៍គ្រប់គ្រាន់ដូចជាកាមេរ៉ាសុវត្ថិភាពឧបករណ៍ថតសំឡេងជាពិសេសនោះគឺឧបករណ៍ថតនៅទិន្នន័យរបស់ដំណើរការឧទ្ធម្ភាគចក្រដែលគេស្គាល់ថាជាប្រអប់ខ្មៅនោះក៏ពុំមានបំពាក់នៅលើឧទ្ធម្ភាគចក្រនេះដែរក្រុមអ្នកស៊ើបអង្កេត NTSB ក៏បានបន្តជួបជាមួយអ្នកតំណាងក្រុមហ៊ុន New York Helicopter ដើម្បីបន្តការស្រង់យកនៅទិន្នន័យអំពីការគ្រប់គ្រងសុវត្ថិភាពបទពិសោធន៍របស់ pilot និងស្នើសុំពិនិត្យទៅលើឧទ្ធម្ភាគចក្រគំរូផ្សេងទៀតផងដែរសមាជិកប្រសិទ្ធិម្នាក់លោក Chuck Summer វ័យ74ឆ្នាំបានស្នើឲ្យក្រុម FAA លុបចោលនៅអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន New York Helicopter មួយនេះចោល
ចំណែកឯលោក Michael Roth ដែលជានាយកប្រតិបត្តិក្រុមហ៊ុន New York Helicopter Charter Inc បានបង្ហាញការសោកស្ដាយទៅលើហេតុការណ៍ដែលបានកើតឡើងនេះហើយលោកបានបញ្ជាក់ថែមទៀតថាក្រុមហ៊ុននឹងផ្ដល់នូវសំណងនិងរ៉ាប់រងទៅលើករណីដែលបានកើតឡើងខាងលើនេះចំណែកឯលោកប្រធានាធិបតី Donald Trump ក៏បានថ្លែងនៅសារចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារដែលជួបនៅឧបទ្ទវហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះដែរហើយរូបលោកបានជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់ដើម្បីចេញនូវសេចក្តីថ្លែងការណ៍ជាក់លាក់មួយជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ